ជំលោះនយោបាយនៅឯបាងកកបានផ្ទេរជំលោះមកកាន់ព្រំដែនកម្ពុជាថៃអ្នកត្រូវយល់មិនមែនកម្ពុជាល្ងងដែលមិនដឹងរឿងរបស់អ្នកឯងទេថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯងសូម្បីតែអ្នកឯងដូរឧបនាយករដ្ឋមន្ត្រីអនុជិញដែលជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃក៏អ្នកឯងផ្ដាំមកខ្ញុំដែរអ្នកឯងសូម្បីតែគ្នារបស់អ្នកឯងក្បត់ទៅហើយតើជាមួយខ្ញុំអ្នកឯងហ៊ានក្បត់ទេច្បាស់ជាហ៊ានក្បត់ថ្ងៃទី15ណែទៅចាំបានផ្ដាំតាមមនុស្សម្នាក់ថាដូរអនុជិញចេញពីរដ្ឋមន្ត្រីមហាផ្ទៃដើម្បីយកក្រសួងមកឲ្យភឿថៃកាន់ខ្ញុំសូមជម្រាបណែឯងខ្ញុំបានប្រាប់ទៅណែឯងវិញថាដូរគេប្រយ័ត្នគេដូរខ្លួនឯងហើយណែឯងរងចាំមើលទៅនៅលទ្ធផលហើយប្រសិនបើណែឯងបើហ៊ើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅអ្វីដែលណែឯងនិយាយជាមួយខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់ណែឯងខ្ញុំអាចនិយាយអញ្ចឹងហើយកូនរបស់ណែឯងបដៅកូនរបស់ណែឯងបដៅកូនរបស់ណែឯងណែឯងក៏មានកូនធ្វើនាយករដ្ឋមន្ត្រីហើយខ្ញុំក៏មានកូនធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែណែឯងកុំខន់ផន់ច្រឡំអសោះជាមួយនឹងហ៊ុនសែនកុំផន់ច្រឡំខ្ញុំទទួលខ្ញុំអត់មានជំពាក់គុណថៃសូម្បីអ្វីមួយជាតិនឹងជាតិរឿងមួយប៉ុន្តែរឿងបុគ្គលគឺអត់ទេខ្ញុំអត់មានជំពាក់គុណណាទេពាក់គុណថៃទេប៉ុន្តែពួកក្រុមណែឯងជំពាក់គុណខ្ញុំមិនទាសគុណទេតែអ្វីដែលខ្ញុំចង់បានគឺតំណែងតំណងស្មារភាពគ្មានការឈ្លានពានគ្នាគ្មានការជឿជែកគ្នាតែប៉ុណ្ណឹងទេតែណែយល់ទេហើយបើណែចង់បានបន្ថែមណែឆ្លើយតបយុគនឹងដើម្បីខ្ញុំប្រមូលព័ត៌មានហើយខ្ញុំវាយមកចានចេញនៅថ្ងៃស្អែកខ្ញុំអាចពន្យាពេលធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីខ្ញុំនិយាយខ្ញុំអាចយកពេល4ទៅ5ម៉ោងដើម្បីនឹងនិយាយរឿងនេះហើយផ្សាយបន្តតែម្ដងហើយថ្ងៃនេះខ្ញុំគ្រាន់តែបញ្ចេញបន្តិចដើម្បីរងចាំមើលនៅឯប្រតិកម្មយ៉ាងម៉េចយប់នេះខ្ញុំសូមជម្រាបថាណែឯងបានមកស្នាក់នៅផ្ទះខ្ញុំរស់នៅផ្ទះខ្ញុំហើយណែឯងបានពឹកពាក់អ្វីខ្លះណែឯងនិយាយជាមួយខ្ញុំអ្វីខ្លះសូម្បីតែជនជាតិរបស់ណែឯងក៏ណែឯងក្បត់អញ្ចឹងណែឯងមិនខ្លាចក្បត់ជាមួយខ្ញុំទេខ្ញុំយល់រឿងនេះ